សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងារ Electronic World មាន smartphone ថ្មីមួយទៀតហើយមកបង្ហាញជូនដោយអ្វីដែលបានរំពឹងទុកក្រុមហ៊ុន Samsung ទើបតែប្រកាសជាផ្លូវការនៅ smartphone Galaxy A56 5G ជាមួយនឹងការ design រូបរាងថ្មីនិងមានការបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W ហើយនឹងបន្ទះ chip ប្រភេទ Exynos 1580អ្វីដែលកាន់តែពិសេសនោះ smartphone នេះក៏ត្រូវបានក្រុមហ៊ុន Samsung ដាក់ឲ្យប្រើប្រាស់នៅមុខងារ AI ថ្មីជាច្រើនមកជាមួយផងដែរនិយាយទៅ smartphone នេះគឺមានមុខងារ AI ថ្មីៗដូចអ្វីដែលមាននៅលើ Galaxy S25 Ultra អញ្ចឹងដែរឥឡូវនេះកុំឲ្យគ្រប់គ្នាទន្ទឹងរង់ចាំយូរទៀតក្រុមការងាររបស់ Electronic World នឹងធ្វើបទបង្ហាញជូនដូចតទៅជាដំបូងនេះយើងក្រឡេកមកមើលទៅលើរូបរាងរបស់ smartphone ថ្មីនេះជាមុនសិន Galaxy A56 5G ត្រូវបានក្រុមហ៊ុន design ជាមួយនឹង style ថ្មីមានការបំផុសគំនិតចេញពីសិស្សច្បងស្រោបដោយគែមជុំវិញធ្វើពីលោហៈធាតុមានសភាពរាបស្មើនិងមានជ្រុងទាំង4រាងមូលផ្ដល់នូវភាពងាយស្រួលពេលកាន់មិនឈឺដៃបើទោះបីជាយើងកាន់យូរម៉ោងជាប់ដៃក៏ដោយ smartphone ថ្មីនេះមានទម្ងន់ត្រឹមតែ198ក្រាមនិងមានកម្រាស់ត្រឹមតែ7.4 មីលីម៉ែត្រហើយនឹងមានអេក្រង់ទំហំ 6.7 អ៊ីងដែលជាប្រភេទកញ្ចក់ Super AMOLED Display មានការគាំទ្រជាមួយនឹងកម្រិតនៃភាពច្បាស់ Full HD+ Resolution និងមានល្បឿន 120Hz refresh rate ដែលមិនត្រឹមតែផ្ដល់នូវភាពច្បាស់ប៉ុណ្ណោះទេគឺថែមទាំងមានភាពរស់រវើកថែមទៀតផងបន្ទះអេក្រង់របស់ smartphone ថ្មីនេះក៏មានការទ្រទ្រង់នៅកម្រិតពន្លឺខ្ពស់ដល់ទៅ1200 nits HPM brightness ហើយថែមទាំងមានការការពារដោយកញ្ចក់ដ៏រឹងមាំ Gorilla Glass Victus Plus ទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយក្រឡេកមកមើលប្រព័ន្ធកាមេរ៉ានៅលើ smartphone ចំនួនថ្មី Galaxy A56 នេះវិញក៏មិនធម្មតាដែរ smartphone នេះមានការ design module កាមេរ៉ាបញ្ឈរនៅលើជ្រុងខាងឆ្វេងហើយនឹងមានបំពាក់នៅ sensor កាមេរ៉ាចំនួន3គ្រាប់ដោយ sensor gold ទំហំ50 megapixel គ្រប់គ្រងដោយកម្រិត aperture 1.8 ដល់នៅពន្លឺគ្រប់គ្រាន់សម្រាប់ការផលិតរូបភាពមិនថាពេលថ្ងៃពន្លឺពេញឬក៏ពេលយប់ពន្លឺ low light នោះទេចំពោះគ្រាប់ទី2មានទំហំ12 megapixel មានកម្រិត aperture 2.2 ជាប្រភេទ lens ultra wide ហើយនឹងមួយគ្រាប់ចុងក្រោយទំហំ5 megapixel មាន aperture 2.4 ដែលជាប្រភេទ sensor macro កាមេរ៉ាក្រោយទាំង3គ្រាប់នេះគឺមានសមត្ថភាពខ្ពស់ដូចគ្នាដោយអាចផលិតរូបភាពវីដេអូបានល្អដូចគ្នាទៅតាមលក្ខខណ្ឌដែលគ្រប់គ្នាចង់បានខាងក្រោមនេះគឺជារូបភាពនិងវីដេអូមួយចំនួនដែលផលិតចេញពី Galaxy A56 5G ហើយបើមើលទៅលើកាមេរ៉ាខាងមុខវិញគឺមានទំហំធំ12 megapixel មាន aperture 2.2 អាចថតរូបនិងវីដេអូបានច្បាស់បំផុតជាមួយនឹងវត្តមានឆ្នាំនេះ smartphone Galaxy A56 5G មានការប្រើប្រាស់នៅបន្ទះ chip ប្រភេទ Exynos 1580គាំទ្រជាមួយនឹង RAM ទំហំ 8GB និងទំហំ 12GB ហើយនឹងមានអង្គចងចាំទំហំ 256GB ព្រមទាំងប្រើប្រាស់នៅបន្ទះត្រជាក់ Wet Pour Chamber ធំជាងជំនាន់មុនសម្រាប់គ្រប់គ្រងទៅលើការកើនឡើងនៅកម្ដៅនៅលើ smartphone នេះបានយ៉ាងប្រសើរជាងមុនផងដែរ smartphone ថ្មីនេះក៏ដំណើរការនៅលើស្បែកកម្មវិធីថ្មី One UI 7ដែលផ្អែកទៅលើ Android 15មកស្រាប់តែម្ដងលោកអ្នកអាច update OS នៅលើ smartphone នេះបានដល់ទៅ6ឆ្នាំគឺដល់ទៅឆ្នាំ2031ឯណោះនិយាយពីភាពធន់ទៅលើ smartphone នេះវិញត្រូវបានក្រុមហ៊ុនបំពាក់នៅបច្ចេកវិទ្យាការពារទឹកនិងធូលីកម្រិត IP67 ដែលមានសមត្ថភាពអាចនៅក្នុងទឹកជម្រៅ1ម៉ែត្ររយៈពេល30នាទីឯណោះចំពោះថាមពលថ្មនៅលើ smartphone នេះវិញគឺមានទំហំធំដល់ទៅ 5000 mAh ហើយថែមទាំងមានការដំឡើងមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 45W fast charging ផងដែរសម្រាប់ការសាកថ្មពី 0% ទៅ 100% គឺចំណាយពេល1ម៉ោងនិង8នាទីតែប៉ុណ្ណោះនៅលើ smartphone Galaxy A56 5G នេះក៏មានការដំឡើងនៅមុខងារ AI ជាច្រើនសម្រាប់អ្នកប្រើប្រាស់ដែលនៅក្នុងនោះរួមមានដូចជាមុខងារ Best Face ដែលជាមុខងារថ្មីអាចជួយឲ្យរូបភាពមុខរបស់យើងនៅតែស្អាតបានគ្រប់ពេលវេលាបើទោះបីជារូបដែលយើងថតនោះបិទភ្នែកក៏ដោយ Object Eraser មុខងារនេះអាចឲ្យយើងធ្វើការលុបទៅលើរូបភាពណាមួយដែលយើងមិនចង់ឃើញនៅលើរូបភាពដែលយើងបានថត AI Select សម្រាប់មុខងារនេះគឺយើងអាច copy អក្សរនិងបង្កើតរូបភាពឬក៏រូបភាពប្រភេទ file GIF ផ្សេងៗបានដោយគ្រាន់តែចុចជាប់នៅលើអេក្រង់ Circle to Search គឺជាមុខងារមួយសម្រាប់ស្វែងរកទីតាំងឬរបស់របរអ្វីមួយបានហើយតាមរយៈមុខងារនេះលោកអ្នកមិនត្រឹមតែអាចវាយជាអក្សរបាននោះទេគឺថែមទាំងអាច voice ជាសំឡេងសួរបានផងដែរអ្វីដែលពិសេសជាងនេះទៅនោះគឺយើងអាចស្វែងរកចំណងជើងបទចម្រៀងបានដោយគ្រាន់តែច្រៀងលេងពី3ឃ្លាតែប៉ុណ្ណោះនៅលើ smartphone នេះក៏នៅមានមុខងារ Auto Trim សម្រាប់ធ្វើការកាត់វីដេអូដោយស្វ័យប្រវត្តិបានថែមទៀតផងសរុបសេចក្តីមកវិញសម្រាប់បងប្អូនដែលមានថវិកាមានកម្រិតហើយចង់ប្រើប្រាស់នៅ smartphone ចំនួនថ្មីៗដែលមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលគ្នាជាមួយនឹង smartphone លំដាប់ថ្នាក់ប្រណិតគឺអាចពិចារណាបានជាមួយនឹង Galaxy A56 5G ថ្មីនេះធានាថាមិនខកបំណងនោះទេស្អាតទាំងរូបរាងកម្លាំងម៉ាស៊ីនក៏ខ្លាំងថាមពលថ្មក៏ធំហើយសាកភ្លើងលឿនទៀតជាពិសេសគឺមានមុខងារ AI តែម្ដងសម្រាប់ក្នុងដៃខ្ញុំនេះមាន model A36 ផងដែរ smartphone ថ្មីនេះមានការ design រូបរាងប្រហាក់ប្រហែលគ្នាខុសគ្នាត្រង់ទំហំ RAM អង្គចងចាំនិងបន្ទះ chip តែប៉ុណ្ណោះអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេយើងនឹងជួបគ្នាជាថ្មីម្ដងទៀតនៅវីដេអូក្រោយសូមអរគុណ